Hello បងអូនថ្ងៃនេះចង់ចែករំលែកតិចតួចរបៀបក្នុងការផ្លុំសក់អត់មានរបៀបថាឃើញសក់យើងរៀងចេញរៀងចេញភ្លីស្អាតចឹងនិយាយទៅគឺអត់ពិបាកទេគ្រាន់តែសក់យើងពេលយើងមកទឹកកក់សក់ហើយយើងផ្លុំខ្យល់ក្តៅល្មមឬក៏ត្រជាក់សាច់បងប្អូននេះណាផ្លុំឲ្យវាស្ងប់ប្រហែលជា80-90%អីទេសក់ខ្ញុំចឹងហើយខ្ញុំទុកសល់ប៉ុណ្ណឹងហើយតោះមកខ្ញុំចាប់ផ្ដើមប្រើខ្យល់ត្រជាក់សុទ្ធមកហើយយើងចូលមករៀមដៃយើងហ្នឹងលំហូរផ្លុំស៊ីសងតាមសក់យើងក្រាស់ស្ដាងតិចតួចចឹងប៉ុន្តែសក់ខ្ញុំក៏ច្រើនហើយវែងដែរគាត់ថាខ្ញុំខ្ជិលអញ្ចឹងខ្ញុំធ្វើម្ដងមកខាងចាប់ម្ដុំចឹងដើម្បីឲ្យវាឆាប់ហើយបើសិនបងអូនចង់ឲ្យវាចេញភ្លីច្បាស់ស្អាតឬក៏សក់យើងមាន layer ច្រើនតង់យើងអាចចាប់មកផ្នែកច្រើនញឹកទៅក៏វាស្អាតដែរតែនេះគាត់ថារបៀបសាមញ្ញគាត់តែខ្ញុំចង់ឲ្យឃើញសក់យើងរៀងចេញរៀងតិចតួចចឹងញ៉ឹងអីចឹងវិធីធ្វើស្រួលតែគឺយកដៃល្មូដូចខ្ញុំចឹងល្មូផ្លុំហើយយើងគ្រាន់តែយើងគុំច្បាច់សក់យើងខ្លាំងពេកយើងគ្រាន់តែមកទុកឲ្យវាជាប់ដូចមកយើងពេញចិត្តហើយគឺបានហើយវិធីនេះដែរគឺខ្ញុំចេះពីសាឡននៅជប៉ុនពេលយើងកាត់សក់គេប្រាប់របៀបថែសក់យើងឲ្យឃើញម៉ូដស្អាតចឹងណាចឹងគេមានរបៀបគេថែអញ្ចឹងអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាចូលចិត្តកុំភ្លេច like share ផងជួបគ្នាវីដេអូក្រោយបាយ